ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបុកគ្រឿងមកឆាគ្រឿងត្រីអណ្ដែងឡើយហើយពឹងតែបុកញាប់ជើងនេះមកនឹងមើលទៅវល់អេឥឡូវបានលីងគ្រឿងហើយយើងរីងគ្រឿងឲ្យឈ្ងុយអញ្ចឹងទៅយើងដាក់ស្ករប៊ីចេងអំបិលអញ្ចឹងទៅប្រហុកបន្តិចផងឥឡូវមើលយើងបាននេះហើយយើងចាក់ទឹកវាបន្តិចខ្លាចវាខ្លោចអញ្ចឹងទៅណាហើយយើងមកងាស់វាឥឡូវយើងកូរឲ្យសព្វដើម្បីកុំឲ្យក្លិនហ្នឹងវាឆ្អាបតែដាក់គ្រឿងដាក់ម្ទេសល្គល់ល្ក្រៃម្ដេងស្លឹកក្រូចឥឡូវនេះយើងដាក់ម្រេចខ្ចីឆាជាមួយហើយខ្ញុំក៏ភ្លេចដាក់ល្មៀតឡើយយើងដាក់ល្មៀតចូលទៅចាដាក់ឲ្យវាមានពណ៌សម្រស់វាល្អចាទៅល្មៀតហ្នឹងក៏វាជាតិថ្នាំដែរណាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងដាក់ម្ជូរអំពិលចូលទៅហើយដាក់មកបងម្រះព្រៅចូលទៅចាឥឡូវយើងកូរវាឲ្យសព្វចឹងទៅតែរឿងអំបិលស្ករប៊ីចេងនៅលើពុកម៉ែបងប្អូនដាក់តិចចាចំណូលចិត្តបងប្អូនដាក់តិចឬច្រើនក៏សាបនឹងនៅលើពុកម៉ែបងប្អូនអ្នកដាក់លើសម្លនាងខ្ញុំបានឆ្អិនហើយចាលើពងកូនេះកូវិតភ្លក់មើលតើរសជាតិរបៀបណាដាក់ចូលក្នុងមាត់ទៅមើលទៅអូយឆ្ងាញ់អត់ទាស់រមាស់ហើយបងប្អូនអើយមកញ៉ាំមួយនាងខ្ញុំលើបានដួសដាក់ចានបានមួយចានពេញហើយចាអរគុណច្រើន